លោកវ៉ាន់ម៉ូលីវ៉ាន់កើតនៅថ្ងៃទី23ខែវិច្ឆិកាឆ្នាំ1926នៅស្រុករៀមខេត្តកំពតលោកវ៉ាន់ម៉ូលីវ៉ាន់មានដំណើរជីវិតប្លែកពីគេនៅក្នុងសម័យកាលរបស់លោកដើមឡើយលោកសិក្សាផ្នែកនីតិសាស្ត្រទេលោកបានទទួលសញ្ញាបត្រទូទេយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ1944បន្ទាប់ពីបានសិក្សានៅសាលាវិចិត្រសិល្បៈក្នុងទីក្រុងប៉ារីសលោកស្ថិតនៅក្នុងចំណោមខ្មែរដំបូងគេដែលបានទទួលសញ្ញាបត្រផ្នែកស្ថាបត្យកម្មលោកបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹងនិងទេពកោសល្យលោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ1956ហើយភ្លាមៗនោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុក៏បានឲ្យលោកធ្វើជាស្ថាបត្យកររដ្ឋដែលពេលនោះកម្ពុជាទទួលបានឯករាជ្យទៅហើយព្រះអង្គបានតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងសាធារណការហើយបានឲ្យលោកសាងសង់សំណង់ធំៗសំខាន់ៗនិងប្រកបដោយនិមិត្តរូបទាំងឡាយនៅក្នុងរបបសង្គមរាស្ត្រនិយមរហូតដល់ឆ្នាំ1970សំណង់ទាំងនោះរួមមានសាលមហោស្រពចតុមុខហើយនៅក្នុងឆ្នាំ1963លោកបានគូរប្លង់ពហុកីឡដ្ឋានជាតិអូឡ িম্প ិកដែលអាចទទួលទស្សនិកជនបានប្រហែល 40000 នាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញសាលមហោស្រពទន្លេបាសាក់និងកម្មវិធីធ្វើលំនៅឋានសម្រាប់ធនាគារជាតិនៃកម្ពុជាកន្លែងផលិតស្រា SKD រោងល្ខោនព្រះសរាមរិទ្ធនិងអតីតអគារគណៈរដ្ឋមន្ត្រីដែលគេបានវាយកំទេចចោលទៅហើយលោកក៏បានគូរប្លង់វិមានឯករាជ្យផងដែរនៅសម័យនោះមិនមែនមានតែលោកវ៉ាន់ម៉ូលីវ៉ាន់ម្នាក់ឯងទេនៅមានស្ថាបត្យករនិងវិស្វករទាំងនៅសម័យមុនលោកនិងនៅសម័យលោកជាច្រើនអ្នកទៀតដែលបានជួយធ្វើឲ្យការងារផ្នែកស្ថាបត្យកម្មខ្មែរកាន់តែមានភាពកកឹកកក្រែងដូចជាលោកលូបានហាប់ដែលបានសាងសង់អគារ building ដែលបច្ចុប្បន្នទ្រុឌទ្រោមទៅហើយលោកអឹងក្រពុំផ្កាលោកសមុទ្រលោកមុំសុផាណាជាដើមនិងស្ថាបត្យករបរទេសជាច្រើនអ្នកទៀតដែលកាលសម័យនោះយល់ឃើញថានៅកម្ពុជាមានបរិយាកាសល្អសម្រាប់គំនិតបង្កើតថ្មីដោយឡែកលោកវ៉ាន់ម៉ូលីវ៉ាន់បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការបង្កើតរចនាបថដើមមួយថ្មីដែលមានលក្ខណៈបរិសុទ្ធនិងបើកចំហខ្លាំងលោកវ៉ាន់ម៉ូលីវ៉ាន់ជាស្ថាបត្យករគន្លឹះដែលបានជួយជំរុញឲ្យមានទំនើបកម្មយ៉ាងខ្លាំងក្លាក្នុងការធ្វើនគររូបនីយកម្មខ្មែរនៅក្នុងសម័យកាលនោះដោយសារតែលោកមានទំនាក់ទំនងជាពិសេសជាមួយព្រះប្រមុខរដ្ឋលោកបាននិទាខ្លួននៅក្នុងឆ្នាំ1971ទៅកាន់ប្រទេសស្វីសបន្ទាប់ពីរដ្ឋប្រហារក្រោយពីបានធ្វើការនៅអង្គការសហប្រជាជាតិរួចមកលោកបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ1991ហើយបានក្លាយទៅជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងចុងក្រោយបានក្លាយទៅជាប្រធានអាជ្ញាធរអប្សរាដែលទទួលបន្ទុកតំបន់អង្គរក៏ប៉ុន្តែទុនធានហិរញ្ញវត្ថុនិងលិខិតបទដ្ឋានគតិយុត្តនៅមានការខ្វះខាតនៅឡើយដូច្នេះនៅក្នុងឆ្នាំ2001លោកត្រូវបានគេផាត់ចេញពីអំណាចពេលនោះលោកក៏បានប្រើប្រាស់ពេលវេលារបស់លោកទៅធ្វើការសិក្សាផ្នែកស្ថាបត្យកម្មនិងនគររូបនីយកម្មព្រមទាំងការពារមរតកស្ថាបត្យកម្មចុងក្រោយរបស់លោកដែលកាន់តែទទួលការគំរាមកំហែងដោយសារតែការទិញលក់អចលនទ្រព្យចំពោះស្នាដៃចម្បងរបស់លោករួមមានសាលសន្និសីទចតុមុខវិមានឯករាជ្យពហុកីឡដ្ឋានជាតិអូឡ িম্প ិកសំណង់ផ្ទះ100ដែលត្រូវបានសាងសង់សម្រាប់បុគ្គលិកធនាគារជាតិនៃកម្ពុជាស្នាក់នៅក្នុងឆ្នាំ1965ដល់ឆ្នាំ1967វិមានរដ្ឋចំការមនសាលមហោស្រពជាតិសុរាមរិទ្ធដែលសាលមហោស្រពនេះត្រូវបានភ្លើងឆេះកាលពីឆ្នាំ1994ហើយមហាស្រពនេះមិនដែលត្រូវបានជួសជុលឡើងវិញឡើយអនុវិទ្យាល័យបណ្ដុះបណ្ដាលគ្រូបង្រៀននិងចុងក្រោយគឺវិទ្យាស្ថានភាសាបរទេស